មានប្រសងពីអង្គពិភាក្សាគ្នាអំពីរឿងថាអាចប៉ះស្ត្រីបានដែរទេក្នុងនាមជាប្រសងពីអង្គមានទាំងក្មេងនិងទាំងចាស់ប្រសងនោះក៏បានជួបមនុស្សស្រីហើយមិនបានប៉ះពាល់នេះហើយក៏ដើរចេញភ្លាមតែម្ដងហើយពេលក្រោយមកប្រសងក៏ទាំងពីរអង្គក៏បានឃើញនារីម្នាក់ដែលមិនអាចឆ្លងស្ទឹងទៅត្រើយមកខាងបានហើយព្រះសង្ឃយាវ័យចំណាស់ជាងគេក៏បាន3នារីនោះឆ្លងស្ទឹងនោះឲ្យផុតទៅហើយក៏បាននិយាយថារីករាយនឹងដំណើររបស់អ្នកចុះក្រោយមកព្រះសង្ឃចាស់នោះក៏បានដើរចេញទៅយ៉ាងស្ងៀមស្ងាត់ហើយព្រះសង្ឃវ័យក្មេងក៏ងឿងឆ្ងល់ថាហេតុអីបានជាព្រះសង្ឃចាស់3មនុស្សស្រីបែបនេះព្រះសង្ឃវ័យក្មេងក៏បានសួរទៅព្រះសង្ឃវ័យចំណាស់នោះថាហេតុអីបានជាព្រះអង្គប៉ះស្ត្រីនិង3ស្ត្រីបែបនេះហើយព្រះសង្ឃមានវ័យចំណាស់ក៏បានឆ្លើយនិងប្រាប់ទៅព្រះសង្ឃវ័យក្មេងថាការបីមនុស្សស្រីដោយការជួយគឺមិនមានប៉ះពាល់អ្វីទេប៉ុន្តែវាជាការជួយឲ្យចេញពីចិត្តយើងគឺនៅក្នុងចិត្តយើងនៅផ្ទាល់នេះឯង